ស្រីម្នាក់ឡើងពីខេត្តសៀមរាបមកដើម្បីស្នើសុំឲ្យខ្ញុំផ្សព្វផ្សាយរឿងរ៉ាវទំនាស់ពាក្យសម្ដីការចេញជាហិង្សាដោយសារតែការរស់ស៊ីលក់ដូរនៅមុខផ្ទះជួបនៅលើគ្រួសារខ្ញុំដោយរឿងអយុត្តិធម៌តែមានគេមកបករឿងដល់ផ្ទះយើងប្រមាថបុរបុកកូនយើងកិននិយាយទៅខ្វះតែបន្តិចឯងបុកកូនខ្ញុំអូនអ្នកដែលមកបករឿងហេតុហ្នឹងណាពីច្រើនដងពេកហើយទៅក៏ខ្ញុំពីអ្នកម៉ាក់ហ្នឹងឆ្លងទៅប្រាប់ទៅខ្ញុំថាខ្ញុំមិនស្គាល់ឈ្មោះគាត់ទេទៅខ្ញុំប្រាប់ថាពូមួយនោះទៅគាត់និយាយហាចេប្អូនថ្ងៃងាប់នៅកូនថ្ងៃងាប់នៅចាំប្អូនថ្ងៃងាប់ចាំកូនថ្ងៃងាប់ចាំថ្ងៃមកប្រាប់អញមកហើយខ្ញុំរបៀបថាអូនខ្ញុំខំចំតាមទូចមកខ្ញុំលឺអញ្ចឹងអារម្មណ៍ខ្ញុំស្ដុកដួលខ្ញុំផ្ទះតុកពេលនេះខ្ញុំផ្ទះតុកឲ្យពូមួយនោះក៏ដើរមកគាត់មានដឹងអីគាត់ផ្ទះខ្ញុំយកមកដើរមកពីថ្ងៃផ្ទះខ្ញុំដើរមកពីថ្ងៃផ្ទះយកមកណាហើយបន្តមកគ្នាគាត់3នាក់ពួកវាយខ្ញុំហើយប៉ាខ្ញុំក៏រត់មកពីថ្ងៃគាត់នៅផ្ទះមកជាហ៊ានទៀតទេក៏រត់មកពូខ្ញុំខ្ញុំជាកូនហ្នឹងក៏រត់មកគាត់មានរបៀបថាទៅតដៃមួយពូ3នាក់ហ្នឹងទេគាត់មកចាប់ដៃប្រពន្ធកូនទៅផ្ទះវិញឆ្លងមិនទាន់បានផុតផ្លូវផងពូ3នាក់ហ្នឹងហាក់មកពួតវាយបណ្ដោយកូកាំងសុនលេងហ្នឹងមកផ្ទះកូនខ្ញុំណាអូនដើរមកតែអត់ដឹងរឿងអីផ្ទះកូនខ្ញុំលូឡើងខ្វាច់ហ្មងនឹងតាជាតែហើយក៏លឹមត្រីហើយនឹងក៏ខេងខៀងនឹងលោតមកហក់ធាក់កូនខ្ញុំដល់កូនខ្ញុំទៀត3នាក់វាយកូនវាយស្រីហ្នឹងវាយកូនស្រីខ្ញុំហើយនឹងខ្ញុំហើយទៅអូនឯងកាត់មើលថាគួរខ្ញុំឈឺចាប់ដែរហើយពីវាយទាំងអតុកទាំងកូនហើយវាយហើយអ្នកទាំង3នាក់ទៅណាវិញអត់ទេគាត់មានតាណាគាត់របៀបហានៅតែឌឺដងយើងទៀតទិញថាចេះតែប្តឹងទៅឲ្យគាត់ធូបព្រោះទាំងមាត់មុខផ្ទះគាត់ទៀតគាត់ថាគាត់មានខ្លែប្តឹងគាត់និយាយចឹងទៀតអាពេលកាត់រឿងណាបាទខ្ញុំដឹងថាម្នាក់ហ្នឹងបងខ្លាយលឹមត្រីអូដំបងឡើយខ្ញុំលក់ម៉ូទ័រជាប់គ្នាលឹមត្រីនៅផ្ទះជាប់ខ្ញុំអូនធម្មតាអូនឯងផ្លូវមកប្រចុងកស៊ូផ្ទះគាត់ដល់មុនដល់ពេលទៅពេលដែលខ្ញុំថ្ងៃហ្នឹងខ្ញុំមកពីស្រុកវិញខ្ញុំយកអង្គយកផ្លែឈើយកទៅឲ្យគាត់ស្រាប់តែស្អែកឡើងគាត់សັບតុក្កតាគាត់ទៅខ្ចីតុក្កតាមិត្តភក្តិគាត់ Oppo SD Plus អូនអាធំផ្ទះបងលក់អីផ្ទះគាត់លក់អីផ្ទះខ្ញុំលក់ម៉ូទ័របាទផ្ទះគាត់លក់ទូរស័ព្ទដៃបាទអញ្ចឹងមុខចំនួនអីខុសគ្នាទេខុសគ្នាអូនខុសគ្នាហើយក៏យើងរាប់អានគ្នាដែរផ្ទះជាប់គ្នាទេបងផ្ទះជាប់គ្នាតែខ្ញុំតែងតែសង្កេតថាធម្មតាពេលខ្ញុំមកពីស្រុកវិញគាត់ចេះតែស្ងោស្ងាត់អត់ចង់និយាយឲ្យយើងចេះព្យាយាមទៅនិយាយជាមួយគាត់ហើយទិញទូរស័ព្ទគាត់ផ្ទះខ្ញុំណាតែយើងអត់ដឹងថាគាត់មានចិត្តគុំគួនយើងខឹងនឹងរឿងអីទេតែខ្ញុំចង់បញ្ជាក់បន្តិចថាថ្ងៃដែលយើងទាស់គ្នាគឺថ្ងៃហ្នឹងគឺខ្ញុំឲ្យអង្គគាត់បាទខ្ញុំបានយកអង្គហើយនឹងនំឲ្យគាត់តែស្អែកឡើងគាត់សັບតុក្កតាបិទទៅខ្ញុំមានអារម្មណ៍មួយថាមិនបានគាត់ធ្វើអញ្ចឹងម៉ែគាត់ទៅសាពះសុំទោសខ្ញុំថាអត់អីទេអ៊ំមិនដឹងថាមានរឿងអីដែរខ្ញុំក៏អត់ដឹងដែរដល់ពេលអញ្ចឹងទៅពេលដែលខ្ញុំដាក់មកឈ្មោះផាណាហ្នឹងញ៉ាំដាក់ខ្ញុំហើយខ្ញុំក៏ញ៉ាំដាក់វិញបាទដល់ពេលទៅធម្មតាយើងរាំងយកដូចថាយកសក់ទៅព្រោះអីធម្មតាខ្ញុំនៅក្រោយគាត់នៅមុនខ្ញុំបើគាត់បាំងខ្ញុំចិត្តឈឹងអូនគេមើលខ្ញុំអត់ឃើញទេដល់ពេលអញ្ចឹងគាត់ឈ្មោះផាណាហ្នឹងក៏ឆ្លើយមួយម៉ាត់ថាអ៊ំត្រីអ្នកឲ្យខ្ញុំបាំងចេះឯងអ៊ំត្រីអ្នកឲ្យបាំងម្ដាយគាត់ដូចជាគាត់មនុស្សចាស់គាត់ក៏ដឹងដែរគាត់មិចភ្នែកដាក់កូនស្រីហ្នឹងអត់ឲ្យកូនស្រីហ្នឹងនិយាយថាប្តីហ្នឹងមកសាប់បាំងខ្ញុំទេហ្នឹងនិយាយជាការពិតជាពាក្យបិទកុំឲ្យគាត់ដើរប្រផ្លៃដើរប្រផ្លើសឲ្យអ្នកណាដែលគេអត់ដឹងគេជឿគាត់បាទហ្នឹងដើមដំបូងឡើយដើមដំបូងខ្ញុំក៏អត់ដឹងថ្ងៃកាត់ហើយថ្ងៃទី30ខែ12 2024អូប៉ុន្មានឆ្នាំហើយបង72ឆ្នាំហើយអូន72ឆ្នាំទៅហើយ72ឆ្នាំហើយអ្វីដែលខ្ញុំឈឺចាប់72ឆ្នាំហេតុអីបានទៅមករកពួកខ្ញុំផ្សព្វផ្សាយនេះខ្ញុំកាលទៅខ្ញុំក៏ស្នើសុំឲ្យដូចថាមិនថាតឡាការមិនថាខាងអាជ្ញាធរដែលពាក់ព័ន្ធដែលគាត់ចេះពីច្បាប់ណាឲ្យគាត់ជួយរកយុត្តិធម៌ឲ្យខ្ញុំត្រង់ថាចេះគាត់បានប្រើអំពើហិង្សាលើកូនស្រីខ្ញុំហើយរឿងរ៉ាវទាំងអស់ហ្នឹងបងទៅប្រើប្រាស់អំពើហិង្សាបងបានទៅប្តឹងគេទៅប្តឹងនៅប៉ុកខ្នាដោយសារអីរឿងហ្នឹងវាកើតនៅលើទឹកដីខ្នាដល់ពេលអញ្ចឹងទៅប្តឹងទៅប៉ូលីសគេសួរនាំយើងណាគេសួរនាំគេយកกระดาษយកអីសួរយើងស្រាប់តែបន្តិចលឹមត្រីនឹងទៅលឹមត្រីនឹងទៅគាត់ប្រាប់ខ្ញុំថាឈប់កុំអាមាត់គាត់ជួបលឹមត្រីសិនគាត់ហៅអញ្ចឹងហ្មងគាត់ជួបលឹមត្រីសិនដល់ពេលអញ្ចឹងគាត់ជួបបន្តិចទៅគាត់ដេញខ្ញុំឲ្យមកផ្ទះវិញអត់ទៅឲ្យខ្ញុំជូតឈាមឲ្យស្អាតអត់តន់ថាម៉េចទេឲ្យខ្ញុំទៅផ្ទះសិនចាំស្អែកឡើងខ្ញុំទៅទៀតស្អែកឡើងខ្ញុំទៅប្តីខ្ញុំហៅមុខហើយកាំងសុនលេងពេលដែលដើរធម្មតាគាត់ដើរគាត់ឃើញប្តីខ្ញុំអញ្ចឹងគាត់មើលឌឺហើយរបៀបមនុស្សស្ដឺយើងគាត់ថាដូចពាក្យគាត់ថាអញ្ចឹងគាត់ថាគាត់នៅលំមាស់ដៃអញ្ចឹងណាគាត់ចង់និយាយថា3នាក់ហ្នឹងលឹមត្រីហើយនឹងកាំងសុនលេងហើយនឹងខេងខៀងហ្នឹងជាប់គុកតែខ្ញុំត្រូវអស់លុយព្រោះតែខ្ញុំអត់មានលុយហ្នឹងហើយបានជាគាត់អត់ជាប់គុកហើយគាត់មានសេរីភាពហើយគាត់មានពេលផ្លែផ្កាឌឺដងយើងហើយគាត់បញ្ជូនជើងខ្ញុំទៅប្រឹងដល់តុលាការទៀតគាត់ដេញខ្ញុំប្រឹងដល់តុលាការអូនពេលទៅដល់តុលាការហើយតុលាការកាត់ក្តីបងឈ្នះឬក៏មិនបងកាត់ក្តីខ្ញុំឈ្នះបាទ
ឈ្នះក្នុងទទួលបានសំណងឬក៏មិនទេបង បានសំណង20លានឲ្យជនបង្ក3នាក់នឹងជាប់គុក2ឆ្នាំ បាទបន្ទាប់មកមិនទៀតបង បន្ទាប់មកខ្ញុំក៏នឹកឃើញថាយើងខ្ជិលឲ្យវែងឆ្ងាយយើងក៏រវល់រកស៊ីកូនក៏គៀកប្រឡងអញ្ចឹងខ្ញុំព្រមទទួលយកសំណងហ្នឹងខ្ញុំក៏ព្រមទៅអូនដល់រងចាំរហូតក៏អត់ដឹងថាគេទៅអតោដែរខ្ញុំអត់ដឹងថាគេទៅអតោហើយអូនដល់ទៅខ្ញុំចង់ដឹងខ្ញុំលឺតំណឹងថាទៅអតោហើយខ្ញុំក៏ទៅអតោទាំងអតោអត់ហៅខ្ញុំទេណាដល់ពេលខ្ញុំទៅដល់អតោខ្ញុំសួរទៅថារឿងសំណុំរឿងឈ្មោះនេះអញ្ចឹងបានមកដល់នឹងអត់គេថាបានមកដល់ទៅខ្ញុំសុំទៅជួបកលាមជីនៅក្នុងដែរទៅជួបគាត់ទៅគាត់ថារឿងហ្នឹងមកដល់ដៃគាត់មែនប៉ុន្តែបងឯងពេលដែលគេកាត់ក្តីហ្នឹងបងឯងអត់បានមកទេគេហៅយើងតូដើម្បីសួរចម្លើយទៅមកខ្ញុំថាអត់ទេបើខ្ញុំអត់មានដឹងផងគេឲ្យទៅប្រាប់ហើយតើគេចេញទៅការទៅឲ្យខ្ញុំថាអត់មានទេបើមានដល់ខ្ញុំហើយអញ្ចឹងមានតែអ្នកធ្វើការហ្នឹងអត់យកឲ្យខ្ញុំប៉ុន្តែតឡាការអតោហ្នឹងគាត់បានប្រកាសហ្នឹងថានៅតែជាប់ទោស2ឆ្នាំដដែលជាប់គុក2ឆ្នាំដដែលហើយនឹងបង់ខ្ញុំ5លានគាត់តែខុសនឹងសំណង5លានមកឲ្យខ្ញុំបាទតែសំណងក៏មិនឃើញអីអត់អីទាំងអស់មនុស្សក៏អត់ជាប់គុកសំណងក៏អត់ជាប់គុកមនុស្សនៅលក់ទូរស័ព្ទធម្មតាបាទចុះឥឡូវបងមានអីសំណូមពរទៅខាងតុលាការដើម្បីឲ្យតុលាការរកខុសរកត្រូវឲ្យបងដើម្បីរកភាពយុត្តិធម៌ឲ្យបងខ្ញុំសូមសំណូមពរដល់ប្រធានតុលាការមិនថាអ្នកចេះច្បាប់គ្រប់ជាន់ថ្នាក់សូមឲ្យមិនថាលោកពូឯកឧត្តមលោកជំទាវណាក៏ដោយឲ្យតែគាត់យល់ពីច្បាប់ចេះពីច្បាប់សូមជួយរកយុត្តិធម៌ឲ្យក្រុមគ្រួសារខ្ញុំផងបាទក្រុមនឹងជម្រាបសួរប្រិមត្តទស្សនិកជនដែលនិយមនឹងតាមដានរាល់ការផ្សាយរបស់អង្គភាព KA News Today បាទនៅវេលាម៉ោងប្រមាណជាង 9 យប់ត្រូវនៅថ្ងៃទី 6 ខែសីហាឆ្នាំ 2026 យើងនេះគឺបងស្រីម្នាក់ឡើងពីខេត្តសៀមរាបមកដើម្បីស្នើសុំឲ្យខ្ញុំផ្សព្វផ្សាយនៅនឹងរឿងរ៉ាវទំនាស់ពាក្យសម្ដីការចេញជាហិង្សារហូតដល់ប្តឹងផ្ដោគ្នាដល់តុលាការឥឡូវនេះរឿងរ៉ាវទាំងអស់នេះយើងស្ដាប់គាត់ទាំងអស់គ្នាដើម្បីជ្រាបឲ្យដឹងដល់តុលាការដើម្បីសាររឿងឡើងវិញដើម្បីកាត់ក្តីជូនគាត់វិញជំរាបសួរបងជំរាបសួរបងបាទបងមានឈ្មោះអីដែរបងខ្ញុំមានឈ្មោះពេជ្រអូនវាងអូនបងអាយុប៉ុន្មានហើយអាយុ39ឆ្នាំស្នាក់នៅណាហងៃបងស្នាក់នៅសៀមរាបសៀមរាបចាសប្ថ្ងៃបងនៅណាដែរសប្ថ្ងៃនៅសៀមរាបអូអញ្ចឹងនៅសៀមរាបហ្នឹងហើយបងប្រកបមុខរបរអីនៅសៀមរាបហ្នឹងខ្ញុំលក់ម៉ូទ័របាទម៉ូទ័រចុះបងដំណើរដើមហេតុបែបណាបានបងសម្រាប់ចិត្តឡើងមកពីខេត្តសៀមរាបមករកសារព័ត៌មានខ្ញុំទាំងពីរនេះអង្គភាពដើម្បីធ្វើការផ្សាយដំណើរហេតុចេះអូនខ្ញុំមានការឈឺចាប់នឹងលើរឿងមួយដែលជួបនៅលើគ្រួសារខ្ញុំដែលរឿងអយុត្តិធម៌ដែលមានគេមកបកករឿងដល់ផ្ទះយើងប្រមាថបុកកូនយើងកិននិយាយទៅខ្វះតែបន្តិចទេបុកកូនខ្ញុំអូនអ្នកដែលមកបកករឿងហេតុហ្នឹងណាស្រាប់ដល់ពេលអញ្ចឹងខ្ញុំក៏បានមកសួរកូនខ្ញុំថាកូនពេលហ្នឹងខ្ញុំទៅយកកូនខ្ញុំមួយទៀតនៅសាលាខ្ញុំមកធម្មតាស្មើហ្នឹងម៉ោងម្លង6ជាង7កូនខ្ញុំគាត់បានរៀបបានហើយអញ្ចឹងពេលដែលខ្ញុំមកទៅយកកូនស្រីខ្ញុំមួយទៀតនៅសាលាខ្ញុំក៏បានសួរថាម៉េចបានស្មើហ្នឹងអត់តរៀបបានកូនខ្ញុំនៅញ័រជើងហើយនិយាយមួយខ្ញុំអត់ចង់ចេញហើយប្រាប់ថាម៉ាក់កូនរៀបបានកាត់កើតទេថ្ងៃហ្នឹងព្រោះអីពូមួយនោះបានមកបើកឡានប៊ីបុកអាម៉េងរាល់ដងគាត់បើកគាត់គ្រាន់តែប្រចាំងភ្លើងខ្វះដាក់មុខយើងតែថ្ងៃហ្នឹងគាត់បើកឡើងមករបុកអាអូនហ្មងខ្វះតែបន្តិចទេកូនស្រីហៅអាម៉េងកុំមកវាឈប់បើវាទៅឈានមកចហ៊ានទៀតដឹងតាឡានគាត់កិនណាអូនហើយដល់ពេលអញ្ចឹងគាត់ថាកូនស្រីខ្ញុំគាត់ថាចេះគាត់ក៏ភ័យដែរគាត់ចុះពីលើឡានអត់រួចទេព្រោះអីនៅសល់តែបន្តិចទេកិនណាអូនរបៀបថាគាត់ធ្វើមហូបបុកប៉ុន្តែវារបៀបជ្រុលមកហ្មងចាជ្រុលប្រហែលដង 3-4 ដងនោះអត់ជ្រុលចឹងទេតែហ្នឹងលើកទី4ហើយខ្ញុំក៏ប្រាប់ថាពូមួយណាដល់ពេលឲ្យកូនខ្ញុំក៏ច្អល់ទៅថាពូមួយនោះធម្មតាផ្ទះខ្ញុំនៅឆ្លងខ្នល់ផ្ទះខ្ញុំនៅជ្រាវអូនដល់ពេលគេនៅខ្នាដល់ពេលគេនៅខ្នាខ្ញុំថាពូមួយណាតែកូនខ្ញុំច្អល់ពូមួយនោះក៏ខ្ញុំដឹងថាបើពូមួយហ្នឹងចាញ់ពីផ្ទះលីមត្រីហ្នឹងដូចជាមកព្យាយាមមកផឹកស្រាឲ្យព្យាយាមមើលមកផ្ទះយើងឌឺដងដូចជាប្រហែលថ្ងៃហើយអញ្ចឹងខ្ញុំក៏ថាក៏ស្រែកសួរថាថៃបានកន្លែងចតឡានខាងក្នុងមកកកោថៃបានផឹកស៊ីក៏មិននាំគ្នាចតឡាននៅក្នុងទៅថៃបានចាំបាច់យកឡានអីមកចតដល់ប៊ីបកូនខ្ញុំដល់ពេលអញ្ចឹងទៅគាត់ក៏ទេស្រាមកកំប៉ុងអូនពេលហ្នឹងអត់បានតបមកខ្ញុំទេតែទេស្រាមកផឹកមកកំប៉ុងទៅបោកស្រានឹងផ្លូវខ្នល់យើងហ្នឹងបោកស្រាបែកទៅថាអញស្ដាប់អលឺទេមកណាបោកដៃឲ្យខ្ញុំថាអញស្ដាប់អលឺទេធម្មតាមកផ្ទះខ្ញុំឡានធំបើកចេញចូលអូនដល់ពេលអញ្ចឹងទៅគាត់បងកាត់តិចអញ្ចឹងគាត់នៅខាងនោះបងនៅខាងនេះអញ្ចឹងម្នាក់អត់ផ្លូវម្នាក់មកផ្លូវអូនម្នាក់មកជាហៀងផ្លូវឲ្យភូមិក៏ខុសគ្នាដែរខ្ញុំជ្រាវគាត់ខ្នាអូខ្ញុំនៅខាងជ្រាវខេត្តសៀមរាបតែមួយតែគាត់ភូមិខ្នាខ្ញុំភូមិជ្រាវបន្ទាប់មកមិនទៀតភូមិសាឡាកំរើកបន្ទាប់មក
nhom còn đặc hơn thay trẻ nhom pe năng nhom hai đai nhom tha mấy ban thời trẻ đặc cài chăng nhom vậy chăng mấy ban thời trẻ đặc cài chăng cái lạnh taxi oi tập pe taxi sẽ vắng mấy ban chạy tập chi chiêm hồi hưởng te anh thầm đa dương không á ổn bạc lạnh hộp bọc côn nhom hai côn đi lần nhom mong phẹt dương hay về thằng nào so tâm mình tê chứ bọc côn dương đập pe chăng dương có thà mấy anh ở đây score lại tê hay đây ban chạy chi chiêm bay buôn đong hay hẹn xong hưởng te anh tay lợn nắng hay thôi chỗ lực năng hộp bọc con anh cho bài bọc tay pina từ tu khâu thở dụ chỉ vật con anh nhóm tôi vậy chăng vì bọn đây hai nhóm vì tham bên này anh sẽ đạp lưới việc bọc xẻ mà gặp không hái á vì tham anh sẽ đạp lưới nhóm còn đặt không chặt thành trẻ việc chia diêm hồ hưởng là hậu tẹn nhớ gặp quan bị số bạc thằng bên chia đã na phong đạp pe hai trắng ban nhóm tha miên tờ phẹp oi cho tới thà dân còn một biên này tiết còn một bạc con này tiết nhóm đã sai ban chỉ nhóm sọc chặt tờ phẹp quá đó dân cà phê thà pe na nhom ở nơi tiền chẳng là đôi hai cà phê để quạt bạc lan hộp bạc con nhom chẳng là khai biển miên lực to thì tới ổn bỏng từ 4 lượng đam hai từ mấy ban to thằng nào chi lan vào tay mà rô đương cha bỏng đam hai mà mong đam hai máu à pe cả hưởng cái bàn nhom đăng thầm lẹ năng bong khai lim tri từ 4 láo nhom lụa mà tới chọp nè lim tri nó tẹt chọp nhom mà ổn thầm mà đá ổn anh pleu mà trong cái số tẹt quát đòn mồn à pe tới pe để nhom ngay nó nhom mau bị sập với nhom dùng co vô lại chơi vô tạo quát á sẹp ta sai lớn quát sập tộc ta quát tộc chơi tộc ta mất phẹt quát oppo sd plus ổn à thom tẹt bong lụa ấy tẹt quát lụa ấy tẹt nhom lụa mà tờ tẹt quát lụa tu sạp đầy và chẳng một chùm núi ấy không này khóc nè ổn khóc nè hai cái dân rọp ăn nè đây tẹt chốt này để tẹt chốt nè tay nhom tay ta sẽ cái tha thầm ráp pe nhom mau bị sập với quát chơi ta sẽ ngồi ngạt ấp trăng vậy rồi dân chẹp chi diêm tân vậy chỉ mũi quát hay tinh từ sạp quát tẹt nhom á tại dân ở đăng thà quát miên chặt công cuôn dân khăng đằng rương ấy tại nhom trong bạch màn tích ta ngay để dân toa khné cứ ở ngày năng cứ nhom ăn co quát nhom ban trường co hay nồng nồng ăn quát tại sao lang quát sập tộc ta bật tới nhom mẹ rọ mũi thằng mạch bàn quát thời trắng á nhom có ăn chất quát cô ắt mót dân có ắt mót chặt đấm ngặt là hô to từ ngày cát hai ngày cát hai nó miên đường ra chủng ra đôi là việc mạch bờ nhom xong bộ từ bình tĩnh pe để quát sập tộc ta bật nhom sai lang mà ngày tiết á ôn mà đại quát mà đại không lim tri mà đại thở trên mà đại chung khen phana nè ban từ phẹp con nhom ai mà hai nhom pi một lạnh luôn ta khỏi ôn nhom vậy không ca lai quát khơi phong quát tới lực ai sập pe nhom á con quát sập tộc ta từ bật nhom teng ở bên riêng ai sao ngay nâng nhom ai lại chơi anh co quát hay ai sai lang quát sập tộc ta bật nhom mai quát từ sập pe xong to nhom tha ở đây tê ông mình đăng tham bên riêng ai đai nhom quát đăng đai đạp pe chẳng tới pe để nhom đạo một mốc mua phana nó là nhom đạo nhom hay nhom quà nhom đạo bên đạp pe tới thầm đa dương hàng vô đi ta vô sọc tới của ấy thầm đa nhom nơi khỏi quát nơi môn nhom và quát băng nhom chật chân cái mơ cái nhom mặc thơ nhỉ đạp pe ở trắng quát đấy mua phana nó có chơi mà mặt tha tri này ao nhom băng chạy ảnh tri này ao băng mặt đai quát ở đôi chìa quát mà đôi cha quát đăng này quát mít này đặt con sấy nè ở con sấy năng vậy thà ở đây nó mà sắp băng nhau mày năng vậy chỉ cao bất chỉ biết bất còn ai quát đào một play ao nè na để cái ắt đắng cái chưa quát năng đam từ bồn lại đam từ bồn lấy nhom trắng đăng rừng gì vậy mua là hai ấy bàn kia vay phải ôn từ tha ấy ở kia đi coi chẳng mày tê pù nhom ta tập hẹp quạt ha là việc mạ có xua được con giấy trong pin 4 chân có xua tha pù mùi na pù ấy bị chấn đông bay hai tới có nhom pin nè mạ nó lon tập rap tới nhom tha nhom mà scotch mukate tới nhom pra pù mùi nua tới có giấy hàn tre ôn ngày ngọt nợ con ngày ngọt nợ chấm ôn ngày ngọt chấm con ngày ngọt cho ngày một hẹp anh mau hai nhom là việc ha ôn nhom không chấm tầm tuổi mau nhom lư chân à rong nhom nó có đuôi nhom chết tục cái này nhom té tôi hay pu mới nó cả đá mà quạt miền đất người ấy quạt té nhom vô mong đa mau bị ngày té vô đa mau bị ngày té vô mong á hay tao mau khi này quạt bay nè hụt bay nhom hay pa nhom còn hụt mà bị ngày quạt nó té mặt chỉ hiên tia tây còn hụt má pu xong nhom chỉ câu đó còn hụt má còn miền là bị pha tao đây một pu bay nè đang tệ còn mà chập tay một con câu té vinh chlong mình toàn bán phập lấy phongปูไม่เนี่ยนั่งหามาปวดไว้เลยยมเย็นมันยมคือกับไว้ปลายมให้ยมขนมยมจีเกายมอามีนพอให้ขนมนั่งปวดท้ายยมก็จะให้จมมือกี่ใบปลารับยมจีเกานะปูไปนั่งสโลว์ได้ระเบียบท่ากี่ใบปลาให้ยังเธอไม่ห้ามไม่นักกี่โจ้ยปูไอ้เด็กวิระเบียบท่ายมเป็นนั่งกี่แถะยมเดียดกี่แถะมากับเลี้ยงให้ยมเซอร์ปูมากับเลี้ยงให้
mặc thiên nó mệt tích tế bùi mà ta hăng rồi mà phụ anh được đăng à mình được pro ha cả lăng đây mình được pro ha mà ta hăng nó nhung te nhung nó nhung lỗ trăng đào sai cái nhung ngợp mà bên cả lăng chết dương là việc phát hơn cái phùng trăm đâm thẹn ba giờ nhớ trôi mời chẳng mẹ đưa mới có dương mà nhung ăn tế bùi cả lăng chết nhung ăn nhung ngon hơn á phải nó ngợp mà là việc ha cái váy ba thôi mấy cái đây là việc ha nhung ngợp mà nhung cái váy là việc ha nhung khoai khoai cha là việc dương cái te giờ nó việc thơ tay ai phù bảo bé hay nhung sờ bà mai nhung khoai cha là việc kê vai dương mộng cái anh em cách hà dương mấy tê pu cái chất dương cho tê ក្រោយពីវាយទាំងឪពុកទាំងកូនហើយវាយហើយអ្នកទាំង3នាក់ទៅណាវិញ ở tê quả miền tây còn là việc hà nơi tập đưa đòn dương tiền tinh hàng trẻ tập đăng ta hay còn thô pro tặng mọi mục tiêu qua tiền còn hà còn mình khai ở đăng ở còn giấy trăng tiền ចង់ពេលគេដេញទៅប្តឹងមានបានតែប្តឹងទេអត់បង từ តែប្តឹងទៅគេថាម៉េច nhom xa mau phẹp bọn anh tích à thoáng đang chậm mơ nhom miên camera nơiក្នុង video ពេលដែលកូនខ្ញុំដែលគេវាយប៉ាវាហើយហ្នឹងវារត់មកកន្លែងប៉ាវាកន្លែងស្បេះហ្នឹងលឹមត្រីហ្នឹងគាត់ទាត់កូនខ្ញុំហ្នឹងទាត់កូនខ្ញុំទៅផ្លូវហ្មងអូនចាំមើលដូចគេលេងរឿងចិនចង់ធាក់ទៅផ្លូវអូនធ្លាក់ទៅផ្លូវហ្មង ក្បាលធ្លាក់ដល់ផ្លូវទៅថាពេលហ្នឹងសំណាងវាអត់មានមនុស្សបលាមកពូអើយ ដល់កាន់ហើយ ចិនក្បាលខ្ញុំ យើងទៅផ្លូវ 100 លើ 100បើ ហើយ រឿងរ៉ាវទាំងអស់ហ្នឹងបន្ទាប់ពីប្រើប្រាស់អំពើហិង្សាបងបានតែប្តឹងគេអត់ ទៅប្តឹង ប្តឹងណាមក ទៅប្តឹងនៅប៉ុស្តិ៍ខ្នាដោយសារអីរឿងហ្នឹងវាកើតនៅលើទឹកដីខ្នា បាទ ដល់ពេលអញ្ចឹងទៅប្តឹងទៅ ប៉ូលីសគេថាម៉េច ប៉ូលីសគេសួរនាំយើងណាគេសួរនាំគេយកกระดาษយកអីសួរយើងស្រាប់តែបន្តិចលឹមត្រីហ្នឹងទៅ បាទ លឹមត្រីហ្នឹងទៅគាត់ប្រាប់ខ្ញុំថាឈប់អាវកុំអាវមាត់គាត់ជួបលឹមត្រីសិនគាត់ហៅអញ្ចឹងហ្មង បាទ គាត់ជួបលឹមត្រីសិនដល់ពេលអញ្ចឹងគាត់ជួបបន្តិចទៅគាត់ដេញខ្ញុំឲ្យមកផ្ទះវិញ អត់ទៅវា ឲ្យខ្ញុំជូតឈាមឲ្យស្អាតអត់តន់ថាម៉េចទេឲ្យខ្ញុំទៅផ្ទះសិនចាំស្អែកឡើងខ្ញុំទៅទៀតស្អែកឡើងខ្ញុំទៅប្តីខ្ញុំហៅមុខហើយកាំងសុនលេងពេលដែលដើរធម្មតាគាត់ដើរគាត់ឃើញប្តីខ្ញុំអញ្ចឹងគាត់មើលឌឺហើយរបៀបមនុស្សឌឺយើងគាត់ថាដូចពាក្យគាត់ថាអញ្ចឹងគាត់ថាគាត់នៅលំមាស់ដៃអញ្ចឹងណាពេលដើរចិត្តយើងគាត់ចង់មានអារម្មណ៍ថាគាត់វាយប្តីខ្ញុំប៉ុណ្ណឹងគាត់នៅស្ទើហើយគាត់ប្រាប់យើងថាគាត់លំមាស់ដៃដល់ពេលគាត់ដើរប្រឆិតយើងធម្មតាចូលទ្វារមែនអត់អូនពេលចូលទៅគាត់ថាគាត់នៅលំមាស់ដៃអីចឹងស្ទើដល់ពេលចូលទៅខ្ញុំប្រាប់អ្នកដែលសួរយើងមួយនឹងទៀតមិនមែនជួបពូពីយប់ទេជួបពូផ្សេងជួបទៅយើងក៏ប្រាប់ហ្នឹងគាត់ក៏កវីក្បាលគាត់ថាថៃបានទៅធ្វើដាក់ទេអញ្ចឹងគាត់និយាយតែប៉ុណ្្នឹងគាត់ថារឿងហ្នឹងមកគាត់ឲ្យខ្ញុំចេញក្រៅគាត់ជួប3នាក់នោះម្ដងហើយគាត់ថារឿងហ្នឹងគាត់ធ្វើអត់កើតទេចាំទៅសាលាស្រុកអញ្ចឹងណាអូនគាត់អត់ទទួលពាក្យបណ្ដឹងខ្ញុំទេគាត់ឲ្យខ្ញុំទៅសាលាស្រុក ប៉ោហ្នឹងប៉ោខ្នា ចាប៉ោខ្នាហ្នឹងឲ្យខ្ញុំទៅសាលាស្រុក បាទ ចាបន្ទាប់ពីខ្ញុំទៅសាលាស្រុកផឹកឡើងខ្ញុំនៅរងចាំគេណាគេថាគេនាំទៅសាលាស្រុកអត់ស្គាល់សាលាស្រុកទេក៏ជិះតាមគេនាំទៅដល់ពេលទៅដល់សាលាស្រុកគាត់សួរយើងសួរចុះសួរឡើងសួរយើងថាមិនតាណាដើមតងអីគាត់ថតយើងអីណាហើយគាត់សួរយើងហើយគាត់ប្រាប់ថាឥឡូវបងឯងចូលទៅនោះមួយខ្ញុំដំបងគេហៅគេដល់ពេលគេហៅខ្ញុំឲ្យខ្ញុំយក$100សួរថាឥឡូវបងចេះគេព្រមបងយើង$100ដើម្បីបញ្ចប់រឿងបងឯងព្រមអត់ខ្ញុំពេលហ្នឹងអារម្មណ៍ខ្ញុំក៏ថាគាត់រាំងជ្រុលដែរខ្ញុំក៏សុំទោសដែរខ្ញុំថាចេះពូបើសិនជារឿងហ្នឹងប៉ះលើពូឯងក្រុមគ្រួសារពូឯងតែហ្នឹងខ្ញុំរាំងច្រឡោតខ្ញុំនិយាយលឺចឹងដាក់គាត់ណាបើសិនជាកូនពូឯងត្រូវគេទះគេតាប់ហើយពូឯងត្រូវគេវាយបែកភ្នែកហើយគេបងឲ្យខ្ញុំជាប្រពន្ធ$100ពូឯងយកអត់ឥឡូវគាត់ឲ្យខ្ញុំធ្វើចិត្តឲ្យតិចកុំអានមាត់ធ្វើចិត្តឲ្យតិចគាត់ប្រាប់វិញគាត់ថាបើខ្ញុំថាខ្ញុំអត់ទេបើពួកឯងអត់រយុទ្ធធម៌ខ្ញុំទៅទៀតខ្ញុំទៅរកអ្នកណាដែលគេចេះច្បាប់ព្រោះពួកឯងដឹងថាខ្ញុំអត់ចេះច្បាប់ខ្ញុំអ្នកលក់ដូរអាជីកធម្មតាខ្ញុំអត់ចេះច្បាប់ទេពូខ្ញុំបាទខ្ញុំមកពឹងច្បាប់តែពួកឯងអត់រយុទ្ធធម៌ខ្ញុំទៅរកគេទៀតខ្ញុំទៅតុលាការខ្ញុំនិយាយចឹងហ្មងខ្ញុំទៅតុលាការដល់ពេលហើយគាត់ប្រាប់ខ្ញុំថាចេះគាត់ចង់និយាយថា3នាក់ហ្នឹងលឹមត្រីហើយនឹងកាំងសុនលេងហើយនឹងខេងខៀងហ្នឹងជាប់គុកតែខ្ញុំត្រូវអស់លុយព្រោះតែខ្ញុំអត់មានលុយហ្នឹងហើយបានជាគាត់អត់ជាប់គុកហើយគាត់មានសេរីភាពហើយគាត់មានពេលផ្លែផ្កាឌឺដងយើងហើយគាត់បញ្ជូនជើងខ្ញុំទៅប្រឹងដល់តុលាការទៀតគាត់ដេញខ្ញុំប្រឹងដល់តុលាការអូនពេលទៅដល់តុលាការហើយតុលាការកាត់ក្តីបងឈ្នះឬក៏មិនបងកាត់ក្តីឲ្យខ្ញុំឈ្នះបាទឈ្នះក្នុងទទួលបានសំណងឬក៏មិនដែរបងបានសំណង20លានឲ្យជនបង្ក3នាក់ហ្នឹងជាប់គុក2ឆ្នាំបាទបន្ទាប់មកមិនទៀតបងបន្ទាប់មកខ្ញុំក៏នឹកឃើញថាយើងខ្ជិលឲ្យវែងឆ្ងាយយើងក៏រវល់រស់ស៊ីកូនក៏គៀកប្រឡងអញ្ចឹងខ្ញុំព្រមទទួលយកសំណងហ្នឹងខ្ញុំក៏ព្រមទៅអូនដល់រងចាំរហូតក៏អត់ដឹងថាគេទៅអត់តដែរខ្ញុំអត់ដឹងថាគេទៅអត់តទេអូនដល់ពេលហើយក្រោយមកក៏មានគេលួចប្រាប់ថារឿងហ្នឹងដូចជាគេទៅអត់តហើយខ្ញុំមិនអត់ទៅប្តឹងទៀតដោយសារអីខ្ញុំព្រមយកសំណងហ្នឹងហើយដើម្បីបញ្ចប់រឿងទៅយើងខ្ជិលគេជាប់គុក2ឆ្នាំហើយកូនយើង
បាន20លានហ្នឹងកូននេះទៅកូនឈប់ទៅខ្ជិលឲ្យវែងឆ្ងាយទៀតដល់ពេលអញ្ចឹងស្រាប់តែគេទៅអាតូដល់ទៅខ្ញុំចង់ខ្ញុំលឺតែហ្នឹងថាទៅអាតូហើយខ្ញុំក៏ទៅអាតូទាំងអាតូអត់ក៏ហៅខ្ញុំទេណាដល់ពេលខ្ញុំទៅដល់អាតូខ្ញុំសួរទៅថារឿងសំណុំរឿងឈ្មោះនេះអញ្ចឹងបានមកដល់នឹងអត់គេថាបានមកដល់ទៅខ្ញុំសុំទៅជួបកាឡាមជីនៅក្នុងដែរគាត់ដូចឈ្មោះអីទេនេះខ្ញុំដូចជាភ្លេចដែរចាគាត់ទៅជួបគាត់ទៅគាត់ថារឿងហ្នឹងមកដល់ដៃគាត់មែនប៉ុន្តែបងឯងពេលដែលគេកាត់ក្តីហ្នឹងបងឯងអត់បានមកទេអាគេហៅយើងតូដើម្បីសួរចម្លើយទៅមកខ្ញុំថាអត់ទេបើខ្ញុំអត់មានដឹងផងគេឲ្យទៅប្រាប់ហើយតើគេចេញទៅការទៅឲ្យខ្ញុំថាអត់មានទេបើមានដល់ខ្ញុំហើយអញ្ចឹងមានតែអ្នកធ្វើការហ្នឹងអត់យកឲ្យខ្ញុំដល់ពេលហើយគាត់ថាអញ្ចឹងចាំមកស្ដាប់នៅថ្ងៃទី14ខែតទៅខ្ញុំនៅក្នុងកណ្ដាស់ខ្ញុំភ្លេចចាឲ្យខ្ញុំហ្នឹងមកស្ដាប់ហ្មងដល់ពេលថ្ងៃដែលខ្ញុំទៅស្ដាប់ហ្នឹងទៅស្ដាប់គេកាត់ឲ្យខ្ញុំហ្នឹងសល់សំណង5លាន2អ្នកហ្នឹង3ជនបក3អ្នកឈ្មោះលីមត្រីកាំងស៊ុនលេងខេងខៀងហ្នឹងហៅថៃហ្នឹងស្នើសុំឲ្យលើកលែងតោសឲ្យគេលើកលែងតោសឲ្យគេជាប់គុក2ឆ្នាំហ្នឹងប៉ុន្តែតឡាការអាតូហ្នឹងគាត់បានប្រកាសហ្នឹងថានៅតែជាប់ទោស2ឆ្នាំដដែលជាប់គុក2ឆ្នាំដដែលហើយនឹងបង់ខ្ញុំ5លានគាត់នៅខុសនឹងសំណង5លានមកឲ្យខ្ញុំតែសំណងក៏មិនឃើញអីអត់អីទាំងអស់មនុស្សក៏អត់ជាប់គុកសំណងក៏បានអត់ជាប់គុកមនុស្សនៅលក់ទូរស័ព្ទធម្មតាតើឥឡូវបងមានអីសំណូមពរទៅខាងតុលាការដើម្បីឲ្យតុលាការរកខុសរកត្រូវឲ្យបងដើម្បីរកភាពយុត្តិធម៌ឲ្យបងខ្ញុំសូមសំណូមពរដល់ប្រធានតុលាការមិនថាអ្នកចេះច្បាប់គ្រប់ជាន់ថ្នាក់សូមឲ្យមិនថាលោកពូឯកឧត្តមលោកជំទាវណាក៏ដោយឲ្យតែគាត់យល់ពីច្បាប់ចេះពីច្បាប់សូមជួយរកយុត្តិធម៌ឲ្យក្រុមគ្រួសារខ្ញុំផងអរគុណណាស់ប្រិមិត្តទស្សនិកជនខ្ញុំបាទ Mr. Ka រួមទាំងក្រុមការងារក៏សូមលំបានកាយគ្រប់លាបើសិនជាមានពីពេចកុសកងត្រង់ណាសំរុំក៏សូមខន្តីអភ័យទោសដល់ខ្ញុំបាទផងដែរនេះគ្រាន់តែជាដំណើររឿងដែលគាត់បានរៀបរាប់មកខ្ញុំទេបើសិនជាគាត់អាចភាគីមួយខាងទៀតអាចមកផ្ដល់បទសម្ភាសជាមួយខ្ញុំធ្វើការបំភ្លឺឬធ្វើការបកស្រាយខ្ញុំនឹងបំភ្លឺជូនវិញអរគុណ